bà chùm riệp su bong ôn để lên lô đó kia ngày đi dây lên cho môi bong ôn tích ta miền bong ôn khạc quật cầm mình màu su thà là lô mấy ba thứ mấy bàn là hạt trâu kia bong bà quật su chứ quật cầm mình đòi chẳng ca này dây tấu bây giờ về từ tam ca khám mến cứ về miền bịa sầm rai đôi chỉ tràn về bàដោយសារការត្រង់បង្កាត់របស់ខ្ញុំគឺមានបទពិសោធន៍ក្នុងការដែលខ្ញុំធ្លាប់បង្កាត់ទៅគឺខ្ញុំអាចមានបទពិសោធន៍ច្រើនដើម្បីដឹងបាទដើម្បីដឹងដូចថាខ្ញុំធ្លាប់បង្កាត់ទៅគឺខ្ញុំដឹងថាមេបាធ្វើប៊ីមិនលះត្រូវគ្នាត្រាស់អីចឹងណាហើយដូចជាស្ដែងគឺខ្ញុំអាចធ្លាប់អនុវត្តដល់ចឹងខ្ញុំចែកម្លែកជូនទៅដល់បងដែលការបងឬក៏ប្អូនក៏ការខ្ញុំនិយាយហ្នឹងគឺជាសម្រាយដើម្បីឲ្យប្អូនបានចូលមើលវីដេអូហ្នឹងគឺបងអាចធ្វើតាមបងក៏បានធ្វើតាមពិធីក្នុងចិត្តរបស់ខ្លួនឯងក៏បានដោយសារការយើងធ្លាប់តែយើងមានបទពិសោធន៍ខ្លួនយើងខ្លះៗបាទចំណុចទី1គឺមានការផ្គូផ្គងដូចទីហោថាយើងចង់បង្កាត់មេបាមួយណាគឺយើងព្យាយាមយកមេបាហ្នឹងដើម្បីផ្គូគ្នាបាទដាក់ត្រង់មួយទៅត្រង់មួយត្រង់រៀងខ្លួនណាបាទយកមកចងវាកັບគ្នាមកគៀកគ្នាជាមួយការយើងផ្គុំគ្នាបាទយើងផ្គុំដូចថាយើងជាយាមឲ្យវាស្គាល់គ្នាដូចថាមេបាមើលទៅយើងផ្គងគ្នាយើងចងសន្ទឹមគ្នាមួយថ្ងៃពីរថ្ងៃអញ្ចឹងទៅបើមេវាព្រិចមេព្រិចឈ្មោលហាវហើយឈ្មោលក៏ព្រិចមេក៏ព្រិចដែរឬមួយក៏ឈ្មោលហាវទៅមេព្រិចអាហ្នឹងអាចភាគរយគឺវាត្រូវគ្នាយើងដោយសារការយើងសង្កេតឃើញណាបាទការសង្កេតឃើញគឺដឹងថាមេបាហ្នឹងត្រូវគ្នាឬក៏មិនទាន់ត្រូវគ្នាបាទជាអាការហ្នឹងជាវិធីមួយដែលធ្វើឲ្យបងប្អូននឹងអាចដឹងថាមេបាលហាត្រូវគ្នាឬមិនទាន់ត្រូវគ្នាបាទជួនកាលលោកខ្លះបើសិនយើងផ្គូររយៈពេលថាត្រឹមតែ3ទៅ4ថ្ងៃហើយមិនទាន់ត្រូវគ្នាយើងដាក់ទៅដឹងតែវ័យគ្នាដោយសារថាមេបាហ្នឹងវាអត់ទាន់មេហ្នឹងវាអត់ទាន់រយឈ្មោលពេញបាទអាហ្នឹងជាលក្ខណៈរបៀបដែលខ្ញុំនិយាយនេះគឺសម្រាប់ឲ្យបងប្អូនដើម្បីដឹងថាការបង្កាត់លលោកគឺវាអត់ភាពងាយស្រួលក្នុងការដោយយើងគិតទេបាទក្នុងការយើងគិតទេពីព្រោះអីការដែលយើងបង្កើតគឺយើងគូផ្គងដើម្បីឲ្យមេបាអាចស្គាល់គ្នាដើម្បីយើងអាចដឹងថាមេបាហ្នឹងវាត្រូវគ្នាឬមិនទាន់ត្រូវគ្នាគឺយើងសម្គាល់ក្នុងការយើងគូផ្គងគឺភាគច្រើនគឺវាមានអាការៈដូចជាការព្រិចមេបាហាវអញ្ចឹងទៅមេបាហាវបាតត្រង់មេនៅសិតស្លាបមេនៅសិតខ្លួនចូលព្រិចឃើញឈ្មោលអញ្ចឹងព្រិចអត់យំអត់អីទេបាទអាហ្នឹងជាវីដេអូដែលធ្វើដើម្បីឲ្យបងប្អូនដែលគាត់មានចម្ងល់ស៊ូនាំថាមេបាធ្វើយ៉ាងម៉េចបានត្រូវគ្នាលឿនបាទហើយជាម្យ៉ាងទៀតគឺយើងមើលទៅតាមប្រភេទលោករបស់យើងដូចទីថាមេបាដែលយើងឈួលយើងដើរមើលយើងដាក់ផ្គូផ្គងគ្នាយើងដាក់ចូលត្រង់ធំហើយតែមួយហើយគឺយើងមើលថាមេបាដែលយើងផ្គូផ្គងហើយយើងឈួលមើលថាយើងឈួលមើលយប់តើមេបាហ្នឹងវាដេកទន្ទឹមគ្នាឬក៏ដេកឆ្ងាយពីគ្នាបាទបើដេកឆ្ងាយពីគ្នាបានន័យថាវាអត់ទាន់ត្រូវគ្នាទេបាទបើដេកផ្កាប់គ្នាគូផ្គងចិត្តគ្នាដេកបង្កងកាប់គ្នាជាមួយគ្នាអាហ្នឹងយើងសម្គាល់ថាជាមេបាដែលអាចត្រូវគ្នាហើយបាទអាហ្នឹងជាការបទពិសោធន៍របស់ខ្ញុំដើម្បីធ្វើឲ្យចែកម្លែកដល់បងប្អូនបាទហើយម្យ៉ាងទៀតបើសិនយើងបង្កាត់ថ្មីដូចខ្ញុំតែងមានវីដេអូខ្លះដើម្បីចែកចាយដល់បងប្អូនតាំងពីខាងដើមមកដែរហើយបាទដោយសារថាយើងបង្កាត់លោកថ្មីគឺយើងព្យាយាមធ្វើយ៉ាងម៉េចដូចថាយើងមានប្រភេទគេហៅថាលក្ខណៈថាលលោកមេដោះឬក៏គេហៅលលោកបារាំងបាទលលោកបារាំងគឺលលោកមេដោះបាទលោកមេដោះហ្នឹងវាប្រកែក្រាពងបាទក្រាពងដូចថាពងលោកយើងពងបានមួយសាអញ្ចឹងយើងចង់បានកូនវាគឺយើងយកឲ្យមេដោះហ្នឹងក្រាបតែមេដោះក្រាបហ្នឹងគឺយើងមើលទៀតឧទាហរណ៍ថាយើងយកឲ្យមេដោះណាក្រាបគឺ
គឺយើងគូកងគូនឹងឲ្យច្បាស់ជាមួយគ្នាបានយើងដឹងថាមីដងហ្នឹងវាអាចក្រាបបានញើសឬអត់បាទអរគុណច្រើនបងប្អូនបើឆ្លាញ់ Channel ជួយចុចជាវនឹងឲ្យមីដែរម្នាក់មួយផងនិយាយលេងរឿងច្រើនបន្តិច